ថ្ងៃនេះយើងមកចែកម្លែក setting LAN នៅក្នុង game Kai Street ជាប្រភេទ LAN BMW M2 គ្រូមួយចាស់មួយថ្មីគាត់សួរថា LAN M2 របស់គាត់កែដែរប៉ុន្តែ Android អត់ smooth ដូចវីដេអូខ្ញុំអញ្ចឹងណាឥឡូវមុននឹងយើងចូលមើល setting យើងចូលទៅទិញ LAN ពីក្រាស់មួយសិនសេរីឲ្យដូចនឹងទៅនឹង Android ស្រួលហើយបើសម្រាប់អ្នកដែលថ្មីអត់មានកាក់អត់មានលុយដែលត្រូវសេរី LAN ឬក៏កែ LAN ស្អាតៗអញ្ចឹងកុំភ្លេចមកជាវ account ពីណាចា TikTok សម្រាប់ account ខាងណាចា TikTok គឺមានការធានា ban ហើយលេងរហូតដល់មួយឆ្នាំអត់មានការ ban ទេគ្នាយើងហើយនិយាយពីតម្លៃវិញមិនថ្លៃពេកមិនធូរពេកទេអ្នកនរគ្នាអាចសំលុយទិញបានអ្នកដែលជា account វិញខ្ញុំទៅគឺមានលុយកាក់ Level Map ហើយសម្រាប់ LAN យើងកែជាប្រភេទ LAN ល្បឿនឲ្យ26 LAN ហើយបើ LAN 3អ្នកនរគ្នាមើលតាម setting ដែលខ្ញុំកំពុងតែធ្វើនេះទៅគឺ 3 បានហើយ setting នេះគឺយើងដាក់បានច្រើន LAN មិនថា LAN អីផ្សេងៗទេគឺយើងអាចដាក់បានខុសគ្នាត្រង់តែចកូនតិចទេបើមានឆ្ងល់អីអាចតតមកខ្ញុំបានតាម Telegram link Telegram នៅក្នុង comment គ្នាយើងហើយបើចង់ដឹងតម្លៃចង់ check តម្លៃ Car Street check តម្លៃ Car Parking 1 Car Parking 2 ហ្នឹងអ្នកនរគ្នាអាចតតមកខ្ញុំតាម Telegram បានឥឡូវយើងមកមើល setting របស់យើងវិញទៅ setting ទាំងអស់គឺខ្ញុំដាក់ automate ទាំងអស់តែម្ដងតែកន្លែង setting ហ្នឹងតើយើងមើលច្បាស់តិចសំខាន់បំផុតកន្លែងដាក់យ៉ាន់ហ្នឹងមកហើយលេខយ៉ាន់គឺលេខ265/25គ្នាយើងហើយសម្រាប់សបកវិញយើងដាក់ស្ដើងដក10ទាំងមុខទាំងក្រោយតែម្ដងឥឡូវយើងចូលមកដល់កន្លែង setting លេខម៉ាស៊ីននេះគឺយើងអុសមិចតែម្ដងបើចកលេខនេះគឺជាលេខសំខាន់តែម្ដងសម្រាប់ LAN 3ព្រោះយើងលេងជាប្រភេទលេខអូតូសម្រាប់ជាងក្រុម LAN គូអ្នកនរគ្នាមើលច្បាស់តែខុសកន្លែងណាមួយគឺពេលដែលយើងត្រីទៅវានឹងរេចកូដវាអត់ smooth ល្អហើយវីដេអូនេះគឺយើងអត់បានលម្អិតដល់ 100% ទេយ៉ាងហោចណាស់ក៏បាន50ឬក៏60% ឲ្យទេយើងអាចប្រាប់ថាចំណុចនេះគឺជាអ្វីឬក៏គំនូសនេះគឺជាអ្វីទេអញ្ចឹងអ្នកនរគ្នាអធិស្ឋាននៅកន្លែងហ្នឹងផងហើយជាចុងក្រោយនេះគឺជាខ្យល់អញ្ចឹងគឺយើងតម្លាក់ឲ្យវាធូរឲ្យអស់ទៅដើម្បីត្រីទៅ smooth ល្អអត់រេហើយសម្រាប់វីដេអូមួយនេះក៏ដល់ទីបញ្ចប់ដែរអ្នកដែលគាត់ចូលចិត្តគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ follow page ហើយនឹងចុច subscribe YouTube ខ្ញុំម្នាក់មួយផង Thank you